បាទសួស្តីបងប្អូនគ្នាស្វាគមន៍ជាថ្មីមកកាន់ Channel សមាគម YouTube កម្ពុជាក្នុងវីដេអូនេះខ្ញុំបង្ហាញបងប្អូននេះពាក់ព័ន្ធនឹងការរៀបចំ Channel មានសំណួរបងប្អូនយើងក៏សួរថាតើរៀបចំរបៀបម៉េចទើប YouTube approve ឲ្យតើ Channel គួរតែរៀបបែបណាទើបត្រូវស្តង់ដារជារួមទៅពាក់ព័ន្ធនឹងការដែលយើងចង់រកលុយលើ YouTube គឺមានតែមួយទេគឺវីដេអូ original របៀបម៉េចមិនប្រើភ្លេងរបស់គេមិនយកវីដេអូគេមកកាត់តហើយសួរថាចោះអ្នកធ្វើសម្រាយរឿងអ្នកធ្វើអីផ្សេងមិនគេធ្វើបានអានោះជារឿងរបស់គេតែអ្វីដែលបងប្អូនទើបតែចាប់ផ្ដើមគឺត្រូវតែជារបស់យើងមិនមែនជា AI បាទ AI មិនមែនហៅ original ទេបងប្អូនណាវាហៅទៅ content AI ទេហើយ content AI នេះក៏មិនថិតថេរយូរអង្វែងដែរអូខេតោះឥឡូវខ្ញុំបង្ហាញបងប្អូនអរគ្នាពាក់ព័ន្ធនឹង channel ដែលរកលុយអញ្ចឹងទី1បងប្អូននេះសូមចូលមកកាន់កន្លែង setting បាទផ្ដោតទៅលើ setting បងប្អូនណាតែលើ general គឺអត់មានអ្វីប្រែប្រួលទេបាទនៅដុល្លារធម្មតាគឺ currency ដែលយើងទទួលបានលុយពីគេហ្នឹងហើយ channel អានេះគឺជាប្រទេសបងប្អូននេះចង់ដាក់ប្រទេសកម្ពុជាក៏បានដាក់ប្រទេសអីក៏បានដែរឲ្យតែប្រទេស support និយាយដល់អត់និយាយជាទូទៅបងប្អូនដាក់អាមេរិកទៅល្អជាងឬក៏ដាក់កូរ៉េដាក់ជប៉ុនដាក់សិង្ហបុរីម៉ាឡេស៊ីអីក៏បានដាក់កម្ពុជាក៏បានដែរប៉ុន្តែគ្រាន់តែកម្ពុជាយើងអត់អាចបើក function មួយគេហៅថា membership super chat super sticker super thank ហើយនឹង giving ផ្សេងអាហ្នឹងបើសិនជាបងប្អូនដាក់ប្រទេសកម្ពុជាណាដោយសារវាអត់ទាន់ support country កន្លែងហ្នឹងតែមិនថាដាក់កម្ពុជារកលុយអត់កើតទេរកលុយបានព្រោះកម្ពុជាឥឡូវ support country ហើយប៉ុន្តែគ្រាន់តែ function មួយចំនួនគឺវាអត់ទាន់ support country យើងហ្នឹងតែប៉ុណ្្នឹងទេបងប្អូនចង់ដាក់កម្ពុជាក៏ដាក់ទៅអត់បញ្ហាទេបាទហើយដាក់អាហ្នឹងមានប្រយោជន៍អីគេអាហ្នឹងបើផ្ដោតទៅវាគ្រាន់តែជាតំបន់តែប៉ុណ្្នឹងទេវាអត់ផ្ដោតរួមខ្លាំងប្រហែលទេបាទគេគ្រាន់ថាបងប្អូននៅប្រទេសណាអញ្ចឹងណាយើងអានេះគឺយើងគ្រាន់តែដាក់ជាលក្ខណៈមួយទូទៅទេអត់ផ្ដោតថាអូត្រូវតែដាក់អញ្ចឹងដាក់ចេះអត់ទេបងប្អូនចង់ដាក់ប្រទេសណាក៏បានដែរឲ្យតែជាប្រទេសដែល support បាទដាក់កម្ពុជាក៏បានដែរបន្តទៀតខ្ញុំអត់ទាន់ស៊ីជម្រៅខាងក្នុងនេះបងប្អូននេះខ្ញុំគ្រាន់តែប្រាប់ទេពាក់ព័ន្ធកន្លែង advanced setting នេះសូមជ្រើសរើសកណ្ដាលណាបងប្អូននេះបាទសូមជ្រើសរើសកណ្ដាលនេះបាទសួរថាបើអត់រើសបានអត់រើសក៏បានដែររលុយបានដូចគ្នាប៉ុន្តែនៅពេលដែលបងប្អូនផុសវីដេអូទៅអញ៉ៃវាសួរចុះសួរឡើងតែប៉ុណ្ណឹងអញ្ចឹងការណែនាំរបស់ខ្ញុំបងប្អូនសូមយកកណ្ដាលនេះមកគឺកំណត់វីដេអូហ្នឹងមិនមែនជាវីដេអូសម្រាប់ក្មេងទេបាទអ្វីផ្សេងទៀតបងប្អូននេះមិនបាច់គ្រីសក៏បានដែរអត់បញ្ហាវា default វា automatic ហើយតោះអត់បងប្អូននេះចង់ដាក់ផ្សេងចង់គ្រីសអីបងប្អូនត្រូវអានអក្សរគេប៉ុន្តែបើអត់ទេបងប្អូនគ្រាន់តែដាក់កន្លែងនេះមួយបានហើយអ្វីដែលសំខាន់នៅក្នុងការរលុយគឺនៅកន្លែងនេះ feature eligibility បាទទាំង3ចំណុចនេះត្រូវតែ enable បាទត្រូវតែ enable បងប្អូននេះព្យាយាមធ្វើឲ្យ enable ទាំង3ហ្នឹងឲ្យហើយបើសិនជាទី3នេះបរាជ័យជាទូទៅបងប្អូននេះភាគច្រើនគឺបរាជ័យទី3នេះគឺបើសិនជាបរាជ័យមិនមែន channel នឹងខូចទេគឺយើងនៅតែផុសបានបន្តទៀតដដែលព្រោះវាមាន function មួយដែលគេហៅថា history ទៀត channel history ហ្នឹងគឺ channel ចាប់ពី2ខែឡើងទៅដែលយើងព្យាយាមផុសវីដេអូផុសអីចឹងណាបាទអូខេបើសិនបងប្អូនចង់ប្រញាប់គឺយកឲ្យលើគេនេះគេហៅថា requirement ជាមួយនឹង face ID of scan មុខរបស់យើងណាអូខេតែខ្ញុំបញ្ជាក់សំខាន់គេគឺបើសិនជាអានឹង disable វា error អញ្ចឹងអត់អីទេយើងអាចបន្តទៀតបានបងប្អូនខ្លះក៏ធ្វើអានេះហើយ enable ប៉ុន្តែអានេះវាទៅជា disable ប្រភេទវា error អញ្ចឹងគាត់ថា channel នឹងខូចអត់ខូចទេបាទប៉ុន្តែការរីខ្ញុំមិនផងខ្ញុំគឺសូមឲ្យវាទាំង3នឹង enable ឲ្យហើយចាំយើងបន្តទៀតតែបើយើងធ្វើទៅវាធ្វើអត់បានអាហ្នឹងក៏យើងបន្តទៀតបានដែរព្រោះវាមាន history 2ខែនេះបាទយូរទៅវាបើកឲ្យ automatic កន្លែង enable ហើយអូខេបាទអ្វីផ្សេងទៀតវាអត់ចោលជាបញ្ហាដែរបងប្អូនកន្លែងនេះគ្រាន់តែ default ធម្មតាទេ category block incentive អានេះអត់បញ្ហាទេ permission អានេះគឺជាការគ្រប់គ្រង channel ទេបាទអានេះគឺការ block channel បាទអត់មានអ្វីចោលទេតែសំខាន់ខ្ញុំបញ្ជាក់អញ្ចឹងចំណុចសំខាន់ជាងគេនៅក្នុងការគ្រប់គ្រងក្នុងការរៀបចំ channel គឺនៅកន្លែងនេះបាទតោះនេះហើយចំពោះ home នេះវិញគេហៅថា customization
អានេះគ្រាន់តែជាការរៀបចំ channel មើលទៅស្អាតសោភ័ណភាពទេប៉ុន្តែសួរថាបើអត់រៀបបានអត់រៀបក៏បានដែរអត់បញ្ហាទេតោះនេះបងប្អូនយើងដាក់ header ដាក់សម្គាល់រូបអាហ្នឹងជារឿងទូទៅទេបាទគ្រាន់តែដាក់រូបភាពមកស្លឹករូបភាពបងប្អូនឬក៏រូបភាពអីក៏បានដែរអត់ចោលជាបញ្ហាទេមិនមែនថាតម្រូវត្រូវតែមានឬក៏ត្រូវតែដាក់ទេមិនមែនតម្រូវទេណាប៉ុន្តែត្រូវតែមានមូលហេតុអីបើសិនជាមិនដាក់ logo ទេគេមិនស្គាល់ channel យើង channel យើងខ្មៅមកគេថាអូអានេះមិនមែនម្ចាស់អត់មានម្ចាស់គ្រប់គ្រងផងជា channel hack ជា channel បោកជា channel អីចឹងណាបើយើងមានរូបភាពយើងមានlogo របស់យើងមិនតម្រូវតែ logo ទេគ្រាន់តែរូបភាពមកផ្ទាំងមកក៏បានដែរអត់ចោលទេតោះនេះបងប្អូនយើងបាទហើយ channel ឈ្មោះ channel handle អីអាហ្នឹងជាទូទៅទេអូខេហើយកន្លែងនេះបងប្អូននេះចូលដាក់ធ្វើអីដាក់បានអត់ដាក់បានអត់ដាក់ក៏បានដែរអត់ចោលទេគ្រាន់តែនេះជាគួយការ link បន្តគ្នាដូច website ខ្ញុំខូចបាត់ហើយណាខ្ញុំលែងមានហើយ Instagram នៅមាន YouTube ជាមួយ blogger មួយ linking Twitter នេះឥឡូវកន្លែងមានអីបាត់ហើយអូខេបាទ TikTok អីយើងដាក់ link មកតោះឥឡូវខ្ញុំបង្ហាញបងប្អូននេះពាក់ព័ន្ធហ្នឹងខ្ញុំបញ្ជាក់ណាបងប្អូនកន្លែងហ្នឹងគឺយើងមិនចាំបាច់រៀបដូចខ្ញុំអញ្ចឹងក៏បានដែរគ្រាន់តែដាក់រូបភាពស្លឹកហើយដាក់រូបបងប្អូននេះឬក៏ដាក់ទេសភាពអីក៏បានដែរឲ្យយើងថតខ្លួនឯងមកកុំយកមកគេយកមកគេអាចក៏ copyright ជាប់អីចឹងណាតែអារូបយើងអញ្ចឹងវាមិនសូវជាប់ប្រហែលនេះបាទមិនមែនជា Hollywood ទេច្រឡំដាក់រូប Hollywood ហូបអីចឹងអាហ្នឹងមិនកាជាបញ្ហាណាបើសិនជា channel ធ្វើ traffic អត់បញ្ហាបងប្អូននេះចង់ដាក់អីក៏ដាក់ទៅប៉ុន្តែសម្រាប់ channel ដែលរលុយគឺសូមដាក់លក្ខណៈមួយដែលគេហៅជារបស់យើងបាទតោះឥឡូវខ្ញុំបង្ហាញបងប្អូនពាក់ព័ន្ធនឹង channel នេះដែលនឹងធ្វើឲ្យបងប្អូនឃើញយើងចូលទៅមើលកន្លែងមួយគេហៅថា earn បាទនេះអញ្ចឹងកន្លែងនេះគឺវាត្រូវការ500 subscribe និង3វីដេអូ active ឥឡូវបានតែមួយ active នេះខ្ញុំផុសបានតែមួយហ្នឹងហើយ3000ម៉ោងអានេះ 3M នេះអាហ្នឹងគឺជាការបើក function ជាមួយនឹង membership sticker chat super chat និង super thank តែប៉ុណ្្នឹងទេហើយចំពោះការរលុយគឺនៅខាងក្រោមនេះបងប្អូនខ្លះក៏ឆ្ងល់អាលើនឹងស្អីគេហើយអាក្រោមនេះស្អីគេអាក្រោមនេះទៅសំខាន់ជាងគេគឺការបើក monetize ជាមួយ1000ម៉ោងឬក៏1000សាប់ឬក៏អីចំឡំមិនឬក៏ហ្នឹង4000ម៉ោងឬអានេះគេហៅថាឬ10លាន view short បងប្អូនខ្លះក៏ថាចាំបើខ្ញុំគ្រប់4000ម៉ោងហើយអា short ហ្នឹងត្រូវទៀតមែនអត់ចាំបាច់ទេចំណុចត្រង់នេះគឺហៅថាឬក៏មួយណាក៏បាន4000គ្រប់មុនគឺបើកមួយថៃគឺបើកមកទាំងអស់ទាំងសតទាំងឡងបើករលុយបានដូចគ្នាហើយឬក៏បងប្អូនរក4000មកបានទេប៉ុន្តែបងប្អូននេះបាន view short នឹងខ្លាំងបាន10លាន view short អញ្ចឹងបងប្អូន apply បើករលុយបានដូចគ្នាពេលបើកទៅទាំងឡងទាំង short ហ្នឹងរលុយបានទាំងអស់ alright បាទកន្លែងហ្នឹងកន្លែងបែបហ្នឹងហើយពាក់ព័ន្ធនឹងអ្វីផ្សេងទៀតគឺដូចខ្ញុំប្រាប់ហ្នឹងគឺកន្លែង setting ហើយចូលទៅកាន់កន្លែង channel feature eligibility បងប្អូននេះចង់ដាក់កម្ពុជាក៏បានដែរអត់បញ្ហាទេរលុយបានដូចគ្នាណាពីមុនបើសិនដាក់កម្ពុជាអញ្ចឹងណាវាតែអត់ចេញអាបែបចេះទេវាចេញបែបផ្សេងតែដោយសារ YouTube ឥឡូវ support country ប្រទេសយើងហើយអញ្ចឹងពេលដាក់ទៅវាអត់អីទេនេះអ្វីដែលមកទៅធ្វើឡើងនេះបងប្អូនឃើញទេទី1 enable យើងផុសបានហើយរូបវីដេអូផុសអីបានធម្មតាតែអ្វីដែលបងប្អូនត្រូវធ្វើ step ទី2នេះគឺដាក់លេខទូរស័ព្ទហ្នឹងគឺយើងត្រូវតែដាក់បើអត់ដាក់ទេដូរ thumbnail អត់បាន live stream ក៏អត់បានហើយផុសវីដេអូលើស15នាទីក៏អត់បានដែរអញ្ចឹងយើងត្រូវតែដាក់លេខទូរស័ព្ទហើយលេខទូរស័ព្ទមួយបើសិនជាបច្ចុប្បន្ននេះ YouTube មិនទាន់ update ថ្មីទេគឺមួយលេខទូរស័ព្ទដាក់បាន2 channel ហើយក្នុងរយៈពេល1ឆ្នាំដាក់បាន2មួយឆ្នាំក្រោយទៅបានដាក់2ដងទៀតលេខ1លេខទូរស័ព្ទមួយហ្នឹងមួយឆ្នាំដាក់បានតែ2 channel ទេ channel ខ្ញុំនិយាយពី channel YouTube កន្លែង verify phone ហ្នឹងគឺមួយលេខដាក់បានតែ2 channel ទេទាំង channel មេឬក៏ channel កូនហ្នឹងគឺទាំងមេទាំងកូនដាក់បានតែ2 channel ទេ alright បន្ទាប់ពីបងប្អូននេះដាក់លេខទូរស័ព្ទហើយយើងមកទៅ step ទី3នេះគឺជាការ scan មុខនេះឃើញទេឃើញខូចទេបាទនេះអត់ temporary loss access advantage អានេះបើសិនបងប្អូនធ្វើហើយណាធ្វើវា enable ហើយប៉ុន្តែបងប្អូននេះអត់ផុសវីដេអូអត់មានសកម្មភាពអីយូរទៅវាដកសិតវិញណាកន្លែងនេះណាបាទវាដកអញ្ចឹងវាដាក់អញ្ចឹងគេថា loss access event feature នៅពេលដែលបងប្អូនអត់ធ្វើសកម្មភាពនៅលើ channel ហ្នឹងទោះបីជាបងប្អូនដំបងធ្វើបើក enable ក៏ដោយកាលណាទុកចោលទុកវាដកសិតវិញវាមានសិតដកណាព្រោះ
ការកំណត់ថាគេមានកំណត់បាទគេដូចជា6ខែកន្លែងហ្នឹងឬក៏3ខែខ្ញុំអត់ចាំភ្លេចកន្លែងហ្នឹងមួយតែយ៉ាងណាក៏ត្រូវធ្វើដែរបើអត់មានសកម្មភាពអីសោះ channel ដូចទុកចោលអញ្ចឹងគេធ្វើការដកសិតចោលកន្លែងហ្នឹងវិញគឺយើងអាចផុសឡងshort បានច្រើនអត់អាច live stream daily វាច្រើនណាស់បងប្អូននេះឃើញទេអត់អាច apply monetization ទៀតណាអា step ទី3នេះសំខាន់មែនតើតោះនេះបងប្អូនទាំងអស់គ្នាអញ្ចឹងសំណួរបងប្អូនថាតើរៀបចំ channel របៀបម៉េចទៅ YouTube approve គឺនៅកន្លែងហ្នឹងបាទត្រូវតែឲ្យវា enable ទាំង3ហើយផ្ដោតទៅលើចំពោះម៉ោងនិង subscribe ត្រូវគោរពតាមលក្ខខណ្ឌបែបនេះតែប៉ុណ្ណឹងមកហើយមួយទៀតពាក់ព័ន្ធនឹងការចាក់ two step នៅលើ email មួយទៀតទាំងអស់ហ្នឹងវាផ្ដោតទៅវាទៅអាចរលួយបាននៅលើ YouTube សរុបមកវិញនិយាយរួមទាំងខ្លីគឺទី1ត្រូវតែដាក់ប្រទេសដាក់ខ្មែរក៏បានដែរហើយកន្លែងនេះដាក់យក not for kids ហើយមួយទៀតគឺកន្លែងនេះត្រូវធ្វើឲ្យ enable ទាំង3បាទហើយតមកទៀតត្រូវរកបាន 1000 subscribe ឬនឹង 4000 ម៉ោងឬក៏10 view short មួយទៀតគឺចាក់សោពីជាន់នៅលើ email តែប៉ុណ្ណឹងមកគឺយើងអាច apply បានហើយវគ្គបន្តជាមួយនឹងការបង្កើត absence ពាក់ព័ន្ធនឹងការដាក់ pin code អីអានឹងជារឿងក្រោយទេសំខាន់គឺយើងធ្វើបែបនេះសិនបាទអរគុណច្រើនហើយសួរថាការរៀបចំ channel បាទនេះកន្លែង customization នេះកន្លែង home ការរៀបចំបែបនេះដាក់រូបភាពដាក់អីចឹងទៅអាហ្នឹងគឺកន្លែងនេះយើង add section វាណាបាទ popular video យើងចេះចុចមកក៏វាមកដែរបាទកន្លែងនេះការដឹកគួរគេហៅថា decoration ទៅលើ channel យើង channel trailer បាទយើងចាប់វីដេអូណាមួយមកដាក់អញ្ចឹងណាពេលចុចមកវាមកហើយយើង public ទៅគឺអូខេវាឡើងមកឲ្យយើងឃើញហើយដូចជា channel សមាគម YouTube កម្ពុជាអញ្ចឹងបងប្អូនគេឃើញដែលបងប្អូនគេឃើញការរៀបចំ channel វាប្លែកបន្តិចនេះទី1 header logo ឈ្មោះ channel ហើយពាក់ព័ន្ធនឹង trailer ឬក៏ playlist អានេះ for you recommend ហើយជាមួយនឹង playlist ជាមួយនឹង feature channel បាទបែបនេះ short បាទហ្នឹងគេហៅថាការរៀបចំ channel ហើយសួរទាំងអស់ហ្នឹងអត់រៀបចំបានអត់រៀបចំក៏បានអត់បញ្ហាទេរលុយបានដូចគ្នាទេបាទអរគុណច្រើនជួបគ្នាវីដេអូក្រោយបន្តទៀតបើសិនជាមានសំណល់អីអាច comment ក្នុងវីដេអូនេះមកខ្ញុំថតវីដេអូមួយបញ្ជាក់ថែមទៀតតែអានេះគ្រាន់តែនិយាយទូទៅទេអរគុណ